สมรรถภาพบ่យើងធំជាងលុយទើបយើងអាចគ្រប់គ្រងលុយបានបើសមត្ថភាពយើងតូចជាងលុយយើងគ្រប់គ្រងលុយអត់បានទេនោះយើងអត់ចូលចិត្តនិយាយពីរឿងទី1រឿងអីរឿងលុយអត់ចូលចិត្តនិយាយពីរឿងលុយទេរឿងទី2គឺរឿងសុខភាពអត់ចូលចិត្តនិយាយទេពីរឿងហ្នឹងហើយយើងតែងតែមានបញ្ហាពីរឿងហ្នឹងឥឡូវមែនអត់ចឹងបងប្អូនពាក្យច្រើនយើងចង់គ្រប់គ្រងលុយមែនទេបាទចង់ចេះគ្រប់គ្រងចាត់ចែងលុយចឹងរឿងតែមួយនៅក្នុងក្បួនគឺតតែសមត្ថភាពរបស់យើងធំជាងលុយទើបយើងអាចគ្រប់គ្រងលុយបានមែនអត់បើសមត្ថភាពយើងតូចជាងលុយយើងគ្រប់គ្រងលុយអត់បានទេអញ្ចឹងយើងចង់គ្រប់គ្រងលុយតតែសមត្ថភាពរបស់យើងធំជាងលុយតតែផ្នត់កំណត់របស់យើងវាធំជាងលុយបានយើងអាចគ្រប់គ្រងលុយបានបើយើងស្មើវាប្រហាក់ប្រហែលវាគ្រប់គ្រងបានទេវិធីគ្រប់គ្រងចាត់ចែងលុយអត់លំបាកទេអត់លំបាកដូចវិធីរកទេវិធីរកអត់លំបាកបាទបើយើងរកបានច្រើនទៅយើងចាយឲ្យបានច្រើនទៅវាសល់ខ្លះហើយមែនទេដូចបងថាមិញថាបញ្ហារបស់ខ្ញុំទី1បញ្ហារកលុយអត់ទាន់បានដូចគោលដៅដែលចង់បានចឹងធ្វើឲ្យយើងខ្វះខាតលុយបាទអញ្ចឹងវិធីងាយៗដើម្បីគ្រប់គ្រងបងប្អូនមើលឃើញរូបនេះហ៎បាទមើលឃើញអត់បាទរូបនេះនៅខាងក្នុងផ្សារខ្ញុំបានទៅដល់ហ្នឹងបាទហើយអង្គុយចឹងទៅដើម្បីគ្រប់គ្រងលុយចឹងវិធីគ្រប់គ្រងលុយងាយៗបងប្អូនគឺធ្វើមិនក៏ដោយចេញក៏ដឹងចូលក៏ដឹងបាទតែនៅក្នុងប្រព័ន្ធធនាគារវាមានលំហប្រមាណមានលំហប្រមាណលំហតែពីរទេគឺ cash in cash out ឥឡូវមែនអត់ចឹងយើងគ្រប់គ្រងថាចេញចូលហ្នឹងបានហើយចូលកន្លែងណាចេញកន្លែងណាវាចូលទៅកន្លែងណា